ជនចំណាក់ស្រុកចំនួន14នាក់ត្រូវបានស្លាប់នៅប្រទេសក្រិកបន្ទាប់ពីមានការប៉ះទង្គិចទូកជាមួយឆ្មាំស្នេហ៍សមុទ្រនៅថ្ងៃទី3ខែកុម្ភៈនេះជនចំណាក់ស្រុកចំនួន14នាក់ត្រូវបានស្លាប់នៅក្នុងសមុទ្រអ៊ីហ្គេននៃប្រទេសក្រិកកាលពីថ្ងៃអង្គារបន្ទាប់ពីទូករបស់ពួកគេបានបុកជាមួយនាវាឆ្មាំស្នេហ៍សមុទ្រនៅកោះគីយូសមន្ត្រីឆ្មាំសមុទ្រម្នាក់បាននិយាយថាពួកគេបានប្រទះឃើញជនចំណាក់ស្រុកដ៏កង្វក់ម្នាក់ដែលកំពុងដឹកជញ្ជូនឆ្ពោះទៅកាន់កោះគីយូសដែលស្ថិតនៅចម្ងាយប៉ុន្មានម៉ាយពីឆ្នេរសមុទ្រទូគីហើយបានបញ្ជាឲ្យពួកគេបកក្រោយវិញមន្ត្រីរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាអ្នករត់ពន្ធបានបើកសម្ដៅទៅរកនាវាឆ្មាំស្នេហ៍សមុទ្រដែលបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាទីភ្នាក់ងារសារព័ត៌មានមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីរបៀបដែលការបុកគ្នាបានកើតឡើងនោះទេសញ្ជាតិរបស់ជនចំណាក់ស្រុកមិនទាន់ដឹងច្បាស់លាស់ទេមន្ត្រីឆ្មាំស្នេហ៍សមុទ្រ2នាក់បានរងរបួសហើយត្រូវបានផ្ទេរទៅមន្ទីរពេទ្យហើយជនចំណាក់ស្រុកចំនួន24នាក់ត្រូវបានជួយសង្គ្រោះមន្ត្រីទី2បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាសាក្សីបានរាយការណ៍ថាមានមនុស្សប្រហែល30ទៅ35នាក់នៅលើយន្តហោះនោះមន្ត្រីរដ្ឋាភិបាលបាននិយាយថាការស្វែងរកនិងការជួយសង្គ្រោះកំពុងដំណើរការជាមួយនាវាឆ្មាំឆ្នេរសមុទ្រទូកឯកជននិងអ្នកមុជទឹកដែលបានជួយប្រតិបត្តិការនេះប្រទេសក្រិកនៅជ្រុងភាគអាគ្នេយ៍នៃសហភាពអឺរ៉ុបបានក្លាយជាច្រកផ្លូវដ៏អំណោយផលទៅកាន់អឺរ៉ុបសម្រាប់ជនចំណាក់ស្រុកនិងជនភៀសខ្លួនមកពីមជ្ឈមបូព៌ាអាហ្វ្រិកនិងអាស៊ីនៅក្នុងឆ្នាំ2015ឆ្នាំ2016ប្រទេសក្រិកស្ថិតនៅជួរមុខនៃវិបត្តិចំណាក់ស្រុករបស់អឺរ៉ុបហើយប្រជាជនជិត1លាននាក់ត្រូវបានចុះចតនៅលើកោះរបស់ខ្លួនរួមទាំងកោះគីយូសពីប្រទេសទូគីនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះការមកដល់បានធ្លាក់ចុះហើយប្រទេសក្រិកបានពង្រឹងជំហររបស់ខ្លួននៅលើជនចំណាក់ស្រុកចាប់តាំងពីឆ្នាំ2019រដ្ឋាភិបាលស្ដាំនិយមកណ្ដាលបានពង្រឹងការគ្រប់គ្រងព្រំដែនជាមួយនឹងរបងនិងការល្បាតសមុទ្រប្រទេសក្រិកបានស្ថិតនៅក្រោមការត្រួតត្រាសម្រាប់ការប្រព្រឹត្តរបស់ខ្លួនចំពោះជនចំណាក់ស្រុកនិងជនភៀសខ្លួនដែលចូលមកជិតសមុទ្ររួមទាំងការលិចនាវាមួយគ្រឿងនៅឆ្នាំ2023ដែលជនចំណាក់ស្រុករាប់រយលាននាក់ត្រូវបានស្លាប់បន្ទាប់ពីអ្វីដែលសាក្សីបាននិយាយថាការប៉ុនប៉ងរបស់ឆ្មាំស្នេហ៍សមុទ្រដើម្បីអូសទូករបស់ពួកគេទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុបបាននិយាយថាខ្លួនកំពុងពិនិត្យមើលករណីចំនួន12នៃការរំលោភសិទ្ធិមនុស្សដែលអាចកើតមានដោយប្រទេសក្រិករួមទាំងការចោទប្រកាន់មួយចំនួនថាជនចំណាក់ស្រុកដែលស្វែងរកសិទ្ធិជ្រកកោនត្រូវបានរុញច្រានចេញពីព្រំដែនរបស់ប្រទេសក្រិកបានបដិសេធថាខ្លួនរំលោភសិទ្ធិមនុស្សឬថាខ្លួនបានបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនត្រឡប់មកវិញដោយបង្ខំពីឆ្នេរសមុទ្ររបស់ខ្លួន